សំណួរប្រសិនបើម៉ាក់ម៉ានៃកំឯភ្នំភ្លើងមួយមានសមាមាត្រទឹកនិងស៊ីលីកាច្រើនតើអ្នកព្យាករណ៍ថាវាជាបន្ទោះភ្នំភ្លើងខ្លាំងឬស្ងប់ហេតុអ្វីចម្លើយប្រសិនបើម៉ាក់ម៉ានៃភ្នំភ្លើងមួយមានសមាមាត្រទឹកនិងស៊ីលីកាច្រើនវានឹងបណ្ដាលឲ្យមានបន្ទោះខ្លាំងពីព្រោះកាលណាមានស៊ីលីកានិងទឹកច្រើនវានឹងធ្វើឲ្យម៉ាក់ម៉ាមានកំហាប់ធាតុរាវតិចចំណែកម៉ាក់ម៉ាកខាប់ជាហេតុធ្វើឲ្យវាមិនអាចហូរចេញមកក្រៅតាមសម្រួលបានក៏ស្ទះបំពង់មាត់ភ្នំភ្លើងហើយកាលណាវារងសម្ពាធកាន់តែខ្លាំងវានឹងផ្ទុះបានជាបន្ទោះខ្លាំងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ